ទៅកពតច្រើនដងហើយចង់ស្នាក់នៅបែប homestay ប៉ុន្តែអត់ទាន់រកបាន homestay ដែលពេញចិត្តណាមើលវីដេអូនេះត្រូវហើយកាប់ប៉ុន្តែខ្ញុំស្គាល់កន្លែងនេះយូរដែរហើយខ្ញុំទៅនេះក៏យូរគួរសមដែរដូចគ្នាប៉ុន្តែខ្ញុំតែមានពេលមកចែកម្លែកប្រាប់បងពីព្រោះកន្លែងនេះខ្ញុំពេញចិត្តមែនតើអញ្ចឹងខ្ញុំគិតថាខ្ញុំអត់គួររំលងក្នុងការចែកម្លែកប្រាប់បងទេសម្រាប់បងដែលចង់បានលក្ខណៈស្ងប់ស្ងាត់និយាយទៅបែបគ្រួសារមិនថាគ្រួសារតូចឬក៏គ្រួសារធំទេកន្លែងនេះគឺស័ក្តិសមមែនតើពីព្រោះអីស្ងប់ស្ងាត់ល្អខ្យល់អាកាសក៏ល្អហើយ environment គឺល្អមែនតើហ្មងបរិយាកាសវិញគឺ fresh មែនតើមាន private pool ទៀតអញ្ចឹងយើងអាច enjoy តាគ្រួសារយើងបាន private villa របស់គេនេះក៏មានច្រើនប្រភេទដែរមិនមែនមានតែប្រភេទ2បន្ទប់នេះទេពីព្រោះដូច villa ដែលខ្ញុំស្នាក់នេះគឺមាន2បន្ទប់គេហើយមានតែមួយជាន់ទេប៉ុន្តែគាត់ក៏មាន villa 2ជាន់ដែរសម្រាប់គ្រួសារធំគេច្រើនគ្នាហើយនៅនេះអត់ពិបាកទេមានជាក្រានបងអាចទិញម្ហូបយកមកធ្វើញ៉ាំខ្លួនឯងនៅនេះក៏បាន BBQ ល្ងាចឡើងឬក៏អាហារថ្ងៃត្រង់អីក៏បានដែរស្ដាយពេលហ្នឹងទៅតែ3នាក់បើសិនជាទៅជួបជុំគ្រួសារបានធ្វើអីញ៉ាំនៅនឹងហ្មងស្រួលហើយ villa នៅនេះតែដាច់ពីគ្នាអញ្ចឹងបងចង់បានរបៀប private គឺ10 លើ 10បន្ទប់គេគេស្អាតហើយបែរមុខទៅភ្នំហ្មងណាបងនិយាយទៅបន្ទប់ទាំងពីរគឺស្អាតទាំងពីរបែរមុខទៅភ្នំដូចគ្នាហើយទីតាំងរបស់ខាងគាត់ហ្នឹងក៏អត់ឆ្ងាយដែរនិយាយទៅ20នាទីពីទីរួមខេត្តកពតអបលេខប្រាប់បងកន្លែងនេះឈ្មោះអាម៉ាយ៉ា20នាទីពីទីរួមខេត្តមែនប៉ុន្តែចង់ញ៉ាំអីក៏បានដែរគាត់មាន provide breakfast អញ្ចឹងយើងគ្រាន់តែប្រាប់គាត់ថាចង់ញ៉ាំអីទៅព្រលឹមឡើងគឺបានញ៉ាំតែហ្មងបើឈលតែប្រហែលប្រាប់បងពី villa ដែលមាន2ជាន់ហ្នឹងអញ្ចឹងបង្ហាញបងហ្មងទៅនេះបងសម្រាប់ផ្ទះ2ជាន់ណាគឺទលឿយមែនតើមានដូចជា3បន្ទប់គេមានចង្ក្រានបាយមានបន្ទប់ទឹកដាច់ដោយឡែកនៃបន្ទប់នីមួយៗដូចគ្នាហើយមានបន្ទប់ទឹកនៅខាងក្រៅមាន living room ដូចបន្ទប់ដែលខ្ញុំស្នាក់អញ្ចឹងបើសិនជាបងមានកម្រងចង់មកលេងកពតអីលើកក្រោយគុំរំលងអាម៉ាយ៉ាមកជាលក្ខណៈជួបជុំមិត្តភ័ក្តិគ្រួសារតូចឬក៏មកជាគ្រួសារធំអីខ្ញុំ highly recommend ឲ្យមកស្នាក់នៅអាម៉ាយ៉ានេះសម្រាប់បងមានបន្ថែមបងអាចឆាតទៅភ័យគាត់បាន